ប្តីជូនប្រពន្ធទៅពេទ្យស្រាប់តែម្ដាយនៅផ្ទះឮសំឡេងផ្ទុះនិងមានអណ្ដាតភ្លើងឆេះផ្អើលសង្កាត់ស្ទឹងមានជ័យមួយករណីឆេះផ្ទះមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យសង្ស័យផ្ទុះកង្ហាម៉ាស៊ីនត្រជាក់បង្កជាអណ្ដាតភ្លើងឆាបឆេះបន្ទប់ជាន់ទី2យ៉ាងខ្លាំងប៉ុន្តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេដែលហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025នេះនៅចំណុចផ្ទះមួយកន្លែងតាមបណ្ដោយផ្លូវបេតុងប្រឡាយលូស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ1ខណ្ឌមានជ័យរាជធានីភ្នំពេញតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះកាត់ហេតុបានឲ្យដឹងថាមុនកាត់ហេតុក៏បានជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យរួចហើយចេញពីបន្ទប់ហើយក៏ទៅក្រៅទឹកបាត់គណៈមួយសន្ទុះក្រោយមកម្ដាយរបស់គាត់កំពុងអង្គុយលក់ដូរនៅជាន់ផ្ទះដីក៏ឮសំឡេងផ្ទុះដែលធ្វើឲ្យម្ដាយរបស់គាត់រត់ចេញមកក្រៅមុខមើលស្រាប់តែឃើញមានអណ្ដាតភ្លើងលេឡប់ផ្សែងខ្មៅនៅជាន់ទី2បាត់ទៅហើយភ្លាមៗបញ្ជាប្រកឃើញបែបនេះក៏នាំគ្នាប្រញាប់ប្រញាល់ជួយតាក់ទងសមត្ថកិច្ចជំនាញផលិតអគ្គិភ័យដើម្បីមកអន្តរាគមន៍ជាវាងនៅមានការចាប់ឆេះរាលដាលដល់ផ្ទះអ្នកដទៃដែលអគ្គិភ័យខាងលើនេះដែរបានបង្កការខូចខាតបន្ទប់ជាន់ទី2ចំនួន1នៅសម្ភារៈប្រើប្រាស់មួយចំនួនតូចតែមិនបង្កឲ្យមនុស្សរងរបួសនោះទេជាមួយគ្នានោះករណីអគ្គិភ័យនេះបានប្រើប្រាស់អរជនផលិតអគ្គិភ័យរបស់ស្នងអានគរបាលរាជធានីភ្នំពេញចំនួន4គ្រឿងនិងរថយន្តជំនួយរបស់កងរាជអាវុធហត្ថចំនួន3គ្រឿងបាញ់ឲ្យរលត់ជាស្ថាពរចំពោះមូលហេតុពលរដ្ឋបានដាក់ការសង្ស័យផ្ទុះចេញពីកង្ហារម៉ាស៊ីនត្រជាក់កម្មករម្នាក់ជួបជុំអ្នកជិតខាងផាក់ស៊ីពីយប់លុះដល់ព្រឹកឡើងស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលបរិសុទ្ធជាកម្មករកាត់ដេរម្នាក់បានស្ដីស្លាប់ក្នុងបន្ទប់ជួលបន្ទាប់ពីជួបជុំបងប្អូនជិតខាងផាក់ស៊ីរហូតដល់យប់ជ្រៅទើបចូលសម្រាកដែលការខាងលើនេះបង្កការភ្ញាក់ផ្អើលវេលាម៉ោង 6:30 នាទីព្រឹកថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025នៅចំណុចបន្ទប់ជួលលេខ15ភូមិព្រៃទា1សង្កាត់ចាំតាក់3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបរិសុទ្ធរងគ្រោះរូបនោះឈ្មោះអ៊ុនសុភាពអាយុ30ឆ្នាំជាកម្មករកាត់ដេរស្នាក់នៅបន្ទប់ជួលខាងលើនិងមានស្រុកកំណើតនៅភូមិតាំងដូងឃុំតាំងដូងស្រុកបាទីខេត្តតាកែវតាមប្រភពពីស្ត្រីជាប្រពន្ធឈ្មោះជ្រុនច័ន្ទថុលអាយុ29ឆ្នាំបានឲ្យដឹងថាប្តីរបស់គាត់ពុំមានជំងឺអ្វីឡើយនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 4 រសៀលគាត់បានចេញពីធ្វើការហើយក៏បានជួបជុំបងប្អូននៅក្បែរខាងអ្នកគ្នាផឹករហូតដល់ម៉ោង 11 យប់ទៅបែកផ្លូវគ្នាចូលសម្រាកនៅវេលាព្រឹកឡើងមានគេទូរស័ព្ទមកហើយក៏ពុំឃើញប្តីទៅលើកទូរស័ព្ទគាត់ក៏បានទៅដាស់អង្គរួនមិនឆ្លើយក៏បង្កមានការភ្ញាក់ផ្អើលតាក់ទងហៅរថយន្តដើម្បីបញ្ជូនទៅសង្គ្រោះតែត្រូវបានគ្រូពេទ្យប្រាប់ថាស្លាប់បាត់បង់ជីវិតបាត់ទៅហើយនៅព្រឹកនោះដាសមត្ថកិច្ចនគរបាលជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅត្រួតពិនិត្យសពហើយក៏បានសន្និដ្ឋានថាកម្មកររូបនោះបានស្លាប់ដោយសារគាំងបេះដូងក្រោយពេលកាត់ហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យនៅឯស្រុកកំណើត